ស្ដីថ្ងៃនេះផងដែរគឺជាថ្ងៃពិសេសសម្រាប់លោកខ្ញុំបាទដូច្នេះហើយខ្ញុំបានធ្វើវីដេអូឃ្លីបមួយនេះដើម្បីបង្ហាញពីអារម្មណ៍ពិតរបស់ខ្ញុំទៅកាន់មនុស្សដែលខ្ញុំស្រឡាញ់សង្ឃឹមថាគាត់ឃើញវីដេអូឃ្លីបនេះហើយគាត់នឹងមានអារម្មណ៍ថា surprise មែនតើខ្ញុំចង់ប្រាប់ទៅគាត់ថាអរគុណចំពោះការទទួលយកការស្រឡាញ់ពីខ្ញុំអរគុណចំពោះការទុកចិត្តគ្នាអត់ឱនឲ្យគ្នាចេះឲ្យតម្លៃគ្នានឹងការគោរពស្រឡាញ់គ្នាបើគិតទៅអាចនិយាយបានថាខ្ញុំជាមនុស្សប្រុសម្នាក់ដែលមានសំណាងក្នុងចំណោមមនុស្សប្រុសជាច្រើនដោយសារគាត់រើសយកខ្ញុំព្រោះអីពេលហ្នឹងមានមនុស្សប្រុសជាច្រើនដែលតាមស្រឡាញ់គាត់ដោយសារគាត់ជាមនុស្សស្រីម្នាក់ដែលស្អាត slot boat រំទុំសុភាពរាបសារទៅសម្រាប់ខ្ញុំគាត់គឺ perfect តែបើគិតសពទៅពីដំបូងឡើយពេលដែលពួកយើងចាប់ផ្ដើមស្រឡាញ់គ្នាពេលហ្នឹងគាត់ដូចជាវាគ្មិនផងខ្ញុំចឹងពេលដែលខ្ញុំពិបាកចិត្តខ្ញុំមានបញ្ហាអីខ្ញុំតែងតែឆាតទៅគាត់និយាយលេងជាមួយគាត់ហើយគាត់មិនដែលធុញគាត់តែងតែផ្ដល់យោបល់ឲ្យខ្ញុំជំរុញខ្ញុំជាអ្នកភាសាតែទង្វើល្អរបស់គាត់ធ្វើឲ្យខ្ញុំបាក់ចិត្តស្រឡាញ់គាត់ដល់មិនដឹងខ្លួនហើយក៏ខ្ញុំមានអារម្មណ៍ថាគាត់ស្រឡាញ់ខ្ញុំវិញដែរខ្ញុំចាំបានថាខ្ញុំបានសារភាពសុំស្រឡាញ់គាត់ដល់ទៅ2លើកប៉ុន្តែគាត់បាននិយាយថាគាត់អត់មានចិត្តស្រឡាញ់ខ្ញុំទេគាត់រាប់អានខ្ញុំដូចជាមិត្តភក្តិអញ្ចឹងនិយាយទៅពេលហ្នឹងខ្ញុំមានអារម្មណ៍ថាអន់ចិត្តនិងបាក់ទឹកចិត្តដែរព្រោះដោយសារសុំស្រឡាញ់គាត់ដល់ទៅ2ដងតែគាត់បដិសេធតែដោយសារការស្រឡាញ់ដ៏ធំធេងរបស់ខ្ញុំចំពោះគាត់ដូច្នេះហើយខ្ញុំមិនងាយចោះចាញ់ពេលដងខ្ញុំប្រាប់ថាតស៊ូឡើងខ្ញុំនៅតែបន្តស្រឡាញ់គាត់ព្យាយាមបង្ហាញឲ្យគាត់ឃើញពីទំហំនៃក្តីស្រឡាញ់របស់ខ្ញុំចំពោះគាត់ខ្ញុំនៅចាំបានថានៅថ្ងៃ birthday គាត់ជាថ្ងៃទី19ខែមេសាឆ្នាំ2016ខ្ញុំបានរៀបចំ plan ដើម្បី surprise birthday គាត់ហើយគាត់ក៏មិននឹកស្មានថាខ្ញុំចេះ surprise ចេះ sweet អីអញ្ចឹងណាតែគ្រប់យ៉ាងដែលខ្ញុំធ្វើវាមិនមែនជាការសម្ដែងដើម្បីយកចិត្តគាត់អីនោះទេវាកើតឡើងចេញពីទឹកចិត្តពីបេះដូងដែលស្មោះសររបស់ខ្ញុំចំពោះគាត់បើគិតទៅរំលងពីថ្ងៃ birthday គាត់មកប្រហែលជា2ខែថ្ងៃទី9ខែមិថុនា2ឆ្នាំមុនខ្ញុំបានសារភាពស្រឡាញ់គាត់ជាលើកទី3ពេលហ្នឹងដោយសារតែមុខដ៏ក្រាស់ខ្មឹករបស់ខ្ញុំទៅធ្វើឲ្យគាត់និយាយពាក្យ3ម៉ាត់មកថា yes I do នេះហើយជាដំណើរដើមតងនៃស្នេហារបស់ខ្ញុំនិងគាត់ជាចុងក្រោយនៅថ្ងៃមង្គលនេះខ្ញុំសូមឲ្យឪពុកម្ដាយទាំងសងខាងក៏ដូចជាសាច់ញាតិនិងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះសូមជួយជាសាក្សីមិនថាថ្ងៃនេះឬថ្ងៃណាបងនឹងសន្យាថាស្រឡាញ់អូនយកចិត្តទុកដាក់មើលថែអូននិងកាន់ដៃអូនរហូតដល់ដង្ហើមចុងក្រោយនៃជីវិតបងហើយមួយវិញទៀតបងក៏មានបទចម្រៀងមួយបទដែលបងនិពន្ធឡើងដើម្បីបង្ហាញពីអារម្មណ៍ពិតនៃសាច់រឿងនៃស្នេហាពួកយើងទាំងពីរដើម្បីជូនជាចំណងដៃចំពោះភរិយាបងនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ពួកយើងទាំងពីរ